Mình solo crewថ្ងៃនេះខ្ញុំមកបញ្យល់កូដពីការ add student delete student និង edit student ហើយនេះជាកូដ JavaScript មុនដំបូងគឺយើងត្រូវបង្កើត array student មួយដើម្បីស្តុកទុកទិន្នន័យហើយទី2គឺ editing index សម្រាប់ចាប់យក edit ចេញពី array ហើយនេះគឺជា variable ដែលយើងធ្វើការចាប់ id ពី table ខាងលើហើយនេះគឺជា event submit ពេលយើងចុច submit ទៅលើ form ពីហ្នឹងកូដក្នុងគឺវាចាប់ផ្ដើមដំណើរការហើយយើងមាន function មួយចំនួនដែលយើងយកមកប្រើគឺទី1គឺ cancel គឺយើងមាន function 3នេះដើម្បីយើងចូលធ្វើការគឺមាន function render table delete student និង edit student នៅពេលដែលគេចុចទៅលើ form submit ពីនោះគឺកូដក្នុងហ្នឹងគឺវាចាប់ផ្ដើមដំណើរការគឺបានបង្កើតជាមួយនឹង variable 3ដែលវាធ្វើការចាប់តម្លៃពីការបញ្ចូល input ក្នុង form ខាងលើហើយកន្លែង block code មួយនេះបើសិនបើគេចុច edit គេចុចលើប៊ូតុង edit ពីហ្នឹងediting នេះគឺវាមិនស្មើណាល់ទេអញ្ចឹងបើវាមិនស្មើណាល់ទេគឺវាចូលធ្វើការក្នុង block code មួយនេះគឺវាចាប់យក edit ពី array student ហើយ array student នៃ editing index មួយហ្នឹងគឺឲ្យវាចាប់យកតម្លៃ name email profile ហើយឲ្យ editing index ហ្នឹងស្មើណាល់វិញបើសិនបើគេអត់ចុចប៊ូតុង index ទេពីហ្នឹងគឺយើងធ្វើការ push នៃធាតុបើសិនគេអត់បានចុចប៊ូតុង edit ទេគឺមានន័យថាediting ហ្នឹងគឺអត់ប្រែប្រួលទេបើសិនវាស្មើណាល់គឺវាចូលធ្វើការ add student បន្ថែមហើយការ add ហ្នឹងគឺវា add ជាលក្ខណៈ object ចូលទៅក្នុង array ព្រោះទិន្នន័យ student ហ្នឹងគឺវាមាន3គឺមាន name email និង profile អញ្ចឹងគឺយើងធ្វើការ add វាជាលក្ខណៈ object ចូលទៅកាន់ array ដើម្បីផ្ដល់ទុកហើយម្ដងក្រោមនេះគឺវាជួប function មួយគឺ reset ហ្នឹងគឺពេលឲ្យយើង add ទិន្នន័យហើយគឺ form ហ្នឹងគឺធ្វើការ set ទិន្នន័យចេញបន្ទាប់មកគឺវាចូលទៅដល់ render table មានន័យថាចូលដល់កន្លែងដែលយើងបង្កើត tag ថ្មីដើម្បីបង្កើតទិន្នន័យថ្មីដើម្បីបញ្ចូលទិន្នន័យនេះពេលដែលវាជួបនឹង render table នេះជា function render table អញ្ចឹងវាចូលធ្វើការនៅក្នុង block code function មួយហ្នឹងទៅពេលដែលវាប៉ះជាមួយនឹង render table គឺវាចូល block code មួយហ្នឹងដោយសារតែការ add student យើងគឺមានលក្ខណៈជា array អញ្ចឹងយើងត្រូវប្រើប្រាស់ជាមួយនឹង for each ដើម្បីmerge ទិន្នន័យចេញហើយបង្កើតជាដើម្បីបង្កើត table ថ្មីដើម្បី add ទិន្នន័យចូលក្នុងហ្នឹងហើយកន្លែងនេះគឺយើងបង្កើត tag td មួយដើម្បី store ទុកលេខរៀងនៃ student របស់យើង
ហើយកន្លែងនេះគឺគេបង្កើត tag TD1 ដើម្បីផ្សំទុក link profile ដែលគេធ្វើការ input ហើយបន្តមកទៀតគឺ tag TD គេបង្កើតដើម្បីផ្សំទុក student name ហើយមួយទៀតគឺ tag TD ផ្សំទុក email ហើយចុងក្រោយនេះគឺ tag ដើម្បីផ្ទុកប៊ូតុង delete និងប៊ូតុង edit ប៊ូតុង delete នេះគឺវាប្រើប្រាស់ជាមួយនឹង on click ដើម្បីបញ្ជាឬក៏ហៅ function delete student មកប្រើនៅពេលដែលគេចុចទៅលើប៊ូតុង delete ពីនោះ function delete student នឹងចូលធ្វើការនៅពេលដែលគេចុចភ្លាមនោះ student នៃ array របស់យើងហ្នឹងគឺចាប់ edit ពីការចុចប៊ូតុង delete ហ្នឹងអញ្ចឹងយើងប្រើជាមួយនឹង function supply ដើម្បីធ្វើការ delete នៅ index មួយហ្នឹងហើយយើងចូលហើយវាធ្វើនៅពេលវា delete ហើយនោះវាក៏ហៅ function render table ឲ្យវាដំណើរការឡើងវិញដើម្បីតម្រៀបទិន្នន័យហើយមួយទៀតនៅពេលដែលគេចុចប៊ូតុង edit ពីនោះវានឹងធ្វើការហៅ function មួយដែលមានឈ្មោះថា edit student ហើយក្នុង function ហ្នឹងគឺគេបង្កើត variable មួយដើម្បីចាប់ array index នៅពេលដែលគេចុចទៅលើ index ហ្នឹងយើងឲ្យកន្លែង input name នេះគឺស្មើនឹងតម្លៃនៃ array student name នៃ index មួយហ្នឹងហើយ email នេះគឺស្មើនឹង email student នៃ index ហ្នឹងដែរ profile នេះគឺដូចគ្នាបន្ទាប់មកគឺយើងឲ្យ index នេះគឺស្មើ index វិញអញ្ចឹងយើងទៅមើល result ទាំងអស់គ្នាហើយយើងធ្វើការ delete វាអញ្ចឹងពេលយើង delete ទៅគឺវាអត់បានសួរយើងទេអញ្ចឹងយើងទៅធ្វើការដាក់លក្ខខណ្ឌបន្តទៀតដើម្បីឲ្យវាសួរយើងថាតើយើងចង់លុបដែរឬអត់អញ្ចឹងយើងចូលកន្លែង function delete យើងបង្កើត variable មួយចឹងយើងបង្កើត variable មួយយើងដាក់ថា check confirm ហើយយើង mistake ប្រាប់គេ
Ở chương ở thuộc cả đã lại khăn mà to tiết cứ chương price cho vừa đăng if một sân bìa tranh true chẳng dương ở giờ ok delete no in student định muốn đăng chào ở dưới tự tách code mưa sáng thứ mấy chẳng dương ở cho liếm đầu tiết chẳng bị xui thay cho trong delete on về check thành xét cứ bị ở từ thế về cho delete ví dụ ok đăng lục hầu tiết cứ ở button edit cái check tới lúc từ đấy cứ bị load được không ở format bao giờ chẳng cứ dương ở bàn thờ rồi nói cứ tiếng add delete nâng edit chẳng nhông miền tay phần năng tế học con chơi nó có